Trong ngàyនេះយើងរៀនពីរបៀបនៃការធ្វើមាតិកាអញ្ចឹងតើយើងត្រូវធ្វើមាតិកាហ្នឹងយើងធ្វើបែបម៉េចណាអញ្ចឹងគ្នាយើងអាចមើលទម្រង់នៃមាតិកាជាឧទាហរណ៍ណាអឺអញ្ចឹងទូទៅនៅក្នុងសៀវភៅដែលយើងប្រើសៀវភៅដែលយើងអានគឺយើងតែងតែឃើញ content ហើយគឺឬយើងហៅថាមាតិកានឹងឯងដាក់ចំណងជើងជាមួយនឹងលេខទំព័រអញ្ចឹងទៅអញ្ចឹងទូទៅបើគ្នាយើងមើលទម្រង់នេះយើងឃើញថានៅចន្លោះពីចំណងជើងជាមួយនឹងលេខទំព័រគឺមានចុចអីនៅចំកណ្ដាលកន្លែងហ្នឹងអញ្ចឹងបើសិនបើយើងចុចនៅលើ keyboard យើងតែម្ដងគឺមានន័យថាយើងត្រូវចុចវាម្ដងមួយអញ្ចឹងវារៀងយូរអញ្ចឹងយើងធ្វើម៉េចដើម្បីបង្កើតមាតិកានឹងបានទី1ឥឡូវខ្ញុំឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ table of content ហ្នឹងចាស់ซึ่งខ្ញុំដាក់អក្សរនៅចំកណ្ដាលជាទូទៅ table of content ឬក៏មាតិកាហ្នឹងគឺតែងតែអក្សរដិតហើយវារៀងធំជាងគេបន្តិចអញ្ចឹងយើងដាក់វាបែបនេះមកបន្តមកទៀតខ្ញុំដាក់មេរៀនទី1អញ្ចឹងទៅអញ្ចឹងដើម្បីដាក់ table of content ឬមាតិកានឹងបានទី1គឺយើងចុចចូលពាក្យថា view នៅក្នុងករណីដែលគ្នាយើងអត់ឃើញ ruler នៅផ្នែកខាងលើនេះទេគឺយើងអាចចុចចូល view ហើយបើក ruler កន្លែងគ្រានេះបានអញ្ចឹងបើសិនជាយើងចុចបិទមានន័យថាកន្លែងនេះ ruler អត់បង្ហាញទេអញ្ចឹងគឺយើងបើក ruler នឹងសិនមកណាចុចគ្រីលើ ruler អញ្ចឹងឥឡូវនេះយើងមាន ruler ហើយគឺស្ថិតនៅផ្នែកខាងលើនៃទំព័ររបស់យើងតែម្ដងអញ្ចឹងបើសិនជាយើងចង់ដាក់កន្លែងចុចហ្នឹងមានន័យថាយើងគ្រាន់តែចុច tab មួយគឺវា load automatic មកហ្មងដែលយើងអត់ចាំបាច់ចុចវាម្ដងមួយទេអញ្ចឹងទី1អូនចុចនៅលើផ្នែកណាមួយក៏បានដែរនៅផ្នែកខាងលើហ្នឹងពីនេះចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់មួយនេះណាអញ្ចឹងយើងចុចលើកន្លែងណាក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចត្រឹមចំណុចទី14នេះចាស់អញ្ចឹងខ្ញុំចុចត្រឹមចំណុចទី14នេះយើងចុចឲ្យចេញមានន័យថាចុចឲ្យចេញនេះបន្ទាត់កែងណាចុចធ្វើម៉េចឲ្យចេញបន្ទាត់កែងកន្លែងហ្នឹងអញ្ចឹងពេលដែលចេញបន្ទាត់កែងកន្លែងហ្នឹងហើយអូនដាក់ម៉ាវយើងឲ្យចំកន្លែងបន្ទាត់កែងហ្នឹងមកហើយយើងចុចលើវា2ដងអញ្ចឹងទៅពេលដែលអូនចុចបើកវា2ដងអូនមើលនៅក្នុងទម្រង់នេះយើងចង់បានទម្រង់បែបណាយើងចង់បានចុចបែបនេះឬក៏ប្រភេទ slash ឬក៏ប្រភេទជាបន្ទាត់ជាប់បែបអញ្ចឹងក៏បានដែរអញ្ចឹងបើទទេមានន័យថាពេលកន្លែងនេះខ្ញុំឧទាហរណ៍ថាមេរៀនទី1កន្លែងនេះទំព័រពេលអូនចុច tab មកគឺវាដល់កន្លែងនេះតែម្ដងមានន័យថាវាដក clear ទូទៅបើសិនបើយើងអត់បានកំណត់កន្លែងហ្នឹងទេយើងមិនត្រូវដក clear មួយ space មួយ space អញ្ចឹងដក clear មួយ space មួយ space វាបានទំហំបានត្រឹមតែប៉ុណ្នេះអីទេទំហំប៉ុណ្នេះអីទេអញ្ចឹងកុំឲ្យយើងដក clear ច្រើនដងយើងអាចយកណាន់ទៅហើយបើយើងចង់បានទម្រង់ចុចអីនេះយើងយកតាមទម្រង់ដែលយើងចង់បានហ្នឹងទៅអញ្ចឹងជាឧទាហរណ៍ខ្ញុំយកជំរើសទី2អញ្ចឹងអូនចុចអូខេមកអញ្ចឹងឥឡូវនេះយើងអត់ទាន់បានឃើញភាពផ្លាស់ប្ដូរអីទេអញ្ចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ចំណងជើងមេរៀនទី1ទី1អញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងជាទូទៅទំព័រគឺនៅគៀនខាងក្រោយនេះណាទំព័រគឺនៅគៀនខាងក្រោយនេះអញ្ចឹងដើម្បីឲ្យចេញចុចស្ថិតនៅកណ្ដាលនឹងបានគឺអូនចុច tab ពាក្យ tab នៅលើ keyboard របស់យើងណា keyboard កុំព្យូទ័រយើងហ្នឹងចុចលើវាមកនេះ tab នេះនេះអញ្ចឹងនេះ keyboard កុំព្យូទ័ររបស់យើងណានៅលើកុំព្យូទ័ររបស់អូនអញ្ចឹងអូនចុចយកពាក្យនេះ tab នេះចុចលើ tab ហ្នឹងមកគឺវានឹងចេញទម្រង់ចេះហើយអញ្ចឹងខ្ញុំចុច tab មួយអញ្ចឹងវា load អីគេ load សញ្ញាចុចដែលយើងបានកំណត់មុនហ្នឹងប៉ុន្តែវា load ត្រឹមណានេះគឺវា load ត្រឹមបន្ទាត់កែងដែលយើងបានកំណត់អញ្ចឹងទីហោថាអូនចង់ឲ្យបានវែងជាងហ្នឹងអូនគ្រាន់តែទាញអូនគ្រាន់តែដាក់ម៉ាវយើងហ្នឹងនៅលើបន្ទាត់កែងហ្នឹងទៅឲ្យទាញវាមកអញ្ចឹងយើងទាញវាបានហើយចាអញ្ចឹងសង្ឃឹមថាគ្នាយើងយល់ហើយយើងដាក់នៅខាងចុងនៃកន្លែងហ្នឹងខាងចុងទំព័រហ្នឹងគឺដាក់អូខេទំព័រទីទំព័រ1ទំព័រ2ឬក៏ទំព័រអីតាមយើងចង់បានចឹងតែពេល
យើងចុះតមួយទៀតយើងដាក់មេរៀនទី2អញ្ចឹងអូនចុច tab ទៀតមកឃើញទេយើងអត់ចាំបាច់ចុចម្ដងមួយទេអញ្ចឹងកន្លែងនេះឧទាហរណ៍ថាទីចុចដាក់ទំព័រ8ឬទំព័រ5អីចឹងទៅអញ្ចឹងកន្លែងហ្នឹងវាប៉ុណ្ណឹងហើយគ្នាយើងអាចនឹងមើលឃើញអូខេចុះមិនបានចំណុចចុចនេះវាខុសគ្នាអញ្ចឹងយើងអាចដូរ font មកដោយសារ font វាអត់ដូចគ្នា font វាអត់ដូចគ្នាអញ្ចឹងអូនដាក់ font វាតែមួយមកឧទាហរណ៍ខ្មែរបាត់ដំបងឬក៏ទុំរុយអញ្ចឹងទៅយើងបន្ថយសំទោសហ្នឹងហើយបន្ថយទំហំមានតិចមកអញ្ចឹងប៉ុណ្ណឹងអញ្ចឹងអាហ្នឹងគឺជាវិធីនៅក្នុងការដាក់ table of content ឬក៏យើងហៅថាមាតិកាដោយយើងអត់ចាំបាច់ចុចវាម្ដងមួយទេគឺយើងគ្រាន់តែចុច tab គឺវាបានតម្រង់កន្លែងនេះអញ្ចឹងតែម្ដងដូចគ្នាយើងអាចធ្វើលំហាត់អនុវត្តដែលខ្ញុំបានតម្លាក់នៅក្នុងក្រុមហើយផ្ញើចូលក្នុងក្រុមបានអរគុណ